សួស្វាគមន៍កម្មការ Channel របស់ KD សម្រាប់រឿងដែលថ្ងៃនេះ Admin នឹងនាំយកសាច់រឿងមួយដែលមានចំណងជើងថាកំពូលអ្នកវាយប្រហារដែលមានល្បឿន1លានដងប៉ុន្តែបើអ្នកទាំងអស់គ្នាចង់ដឹងថាសាច់រឿងរបស់ Admin នេះវាល្អមើលដល់កម្រិតណានោះយើងក៏ចូលទៅទស្សនាជាមួយ Admin ទាំងអស់គ្នាទៅប៉ុន្តែបើអ្នកទាំងអស់គ្នាចង់បាននៅភាគតទៀតនោះយើងកុំភ្លេចជួយចុច Like ឬក៏ Subscribe Admin ម្នាក់មួយផងតើឥឡូវយើងចូលទៅក្នុងសាច់រឿងរបស់យើងតែម្ដងទៅដែលប្រាំសាច់រឿងនោះគឺយើងបានឃើញថាមានបុរស3នាក់ពួកគេកំពុងតែសម្រុកដើម្បីមកសម្លាប់តួឯកប្រុសរបស់យើងនឹងហើយដែលតួឯកប្រុសរបស់យើងនឹងមានឈ្មោះថាយេយុនដែលយើងមើលទៅសភាពលក្ខណៈរបស់យេយុនពេលនេះរូគេត្រូវមានរបួសស្ទើរតែស្លាប់ទៅហើយដោយសារហេតុនេះហើយទៅពួកអាបីក្បាលនេះចង់មកសម្លាប់យេយុនរបស់យើងនឹងផ្ដាច់ជីវិតតែម្ដងដោយអាមេខ្លោរបស់គេនេះមានឈ្មោះថាហ្វាំងហៅគណៈពេលដែលអាប៉ែហ្វាំងហៅនោះក៏បានបញ្ជាឲ្យកូនចៅរបស់គេនឹងទៅសម្លាប់យេយូប៉ុន្តែមកទៅបាត់សម្លាប់យេយុនផងយេយុនក៏បានកាប់ទៅអាប៉ែនឹងមួយដាវបាត់ទៅហើយដែលធ្វើអាប៉ែនោះគឺពិតជាមានការជឿចាប់មែនតើដោយយើងមើលទៅលឿនវាប្រហាររបស់យេយុនគឺវាពិតជាលឿនខ្លាំងមែនតើហើយយើងមើលទៅរាងកាយរបស់យេយុនពេលនេះគឺគេមិនមានរបួសអ្វីទៀតនោះទេតែធ្វើអាប៉ែហ្វាំងហៅនឹងមកឆ្ងល់ថាហេតុអ្វីបានជាយេយុននឹងមិនត្រូវបានស្លាប់ដោយការបំពុលបែបនេះហើយម្យ៉ាងទៀតហេតុអ្វីបានជារបួសរបស់យេយុននឹងត្រូវបានជាសះស្បើយយ៉ាងលឿនបែបនេះហើយយេយុនរបស់យើងក៏បាននិយាយប្រាប់ទៅអាប៉ែហ្វាំងហៅថានៅពេលដែលយេយុនរបស់យើងត្រូវបានគេបំពុលស្ទើរតែស្លាប់ទៅហើយនោះក៏ស្រាប់តែមានប្រព័ន្ធមួយបានលេចឡើងមកផ្សារជីវិតរបស់យេយុនវិញខណៈពេលនោះដែរក៏ស្រាប់តែមានប្រព័ន្ធ system ជាច្រើនបានចេញមកដើម្បីឲ្យយេយុនរបស់យើងនឹងជ្រើសរើសដែលប្រព័ន្ធទាំងអស់នោះដែរគឺជាប្រព័ន្ធធម្មពលដែលអាចឲ្យយេយុនរបស់យើងនឹងទទួលបាននូវលក្ខណៈពិសេសហើយយេយុនរបស់យើងនឹងក៏បានរើសនៅប្រព័ន្ធ system មួយដែលអាចឲ្យរាងកាយរបស់គេត្រូវបានផ្សះផ្សាឡើងវិញជាពិសេសក៏អាចឲ្យរូបគេនឹងទទួលបាននូវឥទ្ធិពលផងដែរតែឥទ្ធិពលមួយនោះដែរគឺធ្វើឲ្យយេយុនរបស់យើងអាចមានល្បឿនលឿនក្នុងការវាយប្រហារមិនតែប៉ុណ្ណោះយេយុនរបស់យើងក៏ទទួលបាននូវបទពិសោធន៍ចំនួន800ពិន្ទុផងដែរឥទ្ធិពលរបស់គេក៏បានបំលែងអំពីកម្រិតធម្មតាឲ្យទៅជាកម្រិតភ្លើងហើយឥទ្ធិពលនៃកម្រិតភ្លើងនេះគឺមានគុណសម្បត្តិយ៉ាងច្រើនចំពោះយេយុនខណៈពេលនោះដែរយេយុនរបស់យើងកំពុងតែកាច់ដៃកាច់ជើងរៀបទៅវាយអាប៉ែហ្វាំងហៅហើយអាប៉ែហ្វាំងហៅក៏បានសួរទៅយេយុនថាតើនរណាគឺជាអ្នកជួយឯងឲ្យរស់ឡើងវិញបែបនេះនៅពេលនោះដែរយេយុនរបស់យើងគឺគេមិនបាននិយាយច្រើននោះទេគេនិយាយតែប្រមាថថាព្រះមិនធ្វើបាបមនុស្សល្អនោះទេហើយយេយុនរបស់យើងក៏បានដាក់សម្ដៅទៅអាប៉ែ2នាក់នោះដែលធ្វើឲ្យហ្វាំងហៅរបស់យើងគឺពិតជាមានការភ័យខ្លាចមែនតើប៉ុន្តែពេលនេះយេយុនរបស់យើងគឺគេមិនបានចង់ប្រយុទ្ធអ្វីនោះទេពីព្រោះថារាងកាយរបស់គេទៅតែជាសះស្បើយចឹងណាហើយប្រព័ន្ធក៏បានបញ្ជាក់ឲ្យឃើញថារាងកាយរបស់យេយុនគឺខ្សោយពេកគឺមិនអាចប្រយុទ្ធអ្វីបាននោះទេបន្ទាប់មកប្រព័ន្ធ system ក៏បានសួរទៅយេយុនថាតើយេយុនចង់បានលក្ខណៈពិសេសទៀតដែរឬទេបន្ទាប់មកយេយុនក៏បានជ្រើសរើសនៅប្រព័ន្ធមួយដែលអាចឲ្យគេនឹងមានល្បឿនវាយប្រហារចំនួនរាប់លានដងមិនតែប៉ុណ្ណោះល្បឿនវាយប្រហារនេះគឺជាឥទ្ធិពលមួយដែលអស្ចារ្យមែនតើប៉ុន្តែសម្រាប់ឥទ្ធិពលដែលវាយប្រហារលើមួយនេះពេលនេះវានៅមានកម្រិតទាបនៅឡើយទេដូច្នេះត្រូវយេយុនរបស់យើងនឹងត្រូវដកខាត់រាងកាយរបស់គេបានកាន់តែប្រសើរជាងនេះទៀតដើម្បីឲ្យឥទ្ធិពលនៃការវាយប្រហារលើនេះវាកាន់តែខ្ពស់ខណៈពេលនោះដែរយេយុនរបស់យើងក៏បានគិតថាមានតែសមត្ថភាពនៃត្របាក់របស់គេទេគឺអាចធ្វើឲ្យគេនឹងមានកម្លាំងរឹងមាំបានហើយខណៈដែលរាងកាយរបស់យេយុនត្រូវបានរឹងមាំល្បឿនវាយប្រហាររបស់គេនឹងលឿនជាង1លានដងទៅទៀតបាននិយាយងាយយល់ទៅល្បឿនវាយប្រហារនេះគឺជាល្បឿនដែលលឿនគ្មានដែនកំណត់តែម្ដងស្រាប់ពេលនោះដែរអាប៉ែហ្វាំងហៅក៏បានបញ្ជាឲ្យកូនចៅគេទៅសម្លាប់អាប៉ែយេយុនទៅប៉ុន្តែកូនចៅរបស់គេបានខ្លាចទៅនឹងយេយុនបាត់ទៅហើយខណៈពេលនោះដែរមិនទាន់ទៅបានទៅសម្លាប់យេយុនផងយេយុនក៏បានមកចាប់ស្មាអាប៉ែហ្វាំងហៅបាត់ទៅហើយខណៈពេលនោះដែរយេយុនក៏បានដាក់ទៅអាប៉ែហ្វាំងហៅនឹងមួយដៃដែលធ្វើឲ្យអាប៉ែហ្វាំងហៅនោះទៀតចង់1លានម៉ែត្រឯណោះខណៈពេលនោះដែរក៏ធ្វើឲ្យអាប៉ែហ្វាំងហៅត្រូវបានចុកឈាមចូលទៅម៉ៃហើយភ្លាមៗនោះយេយុនរបស់យើងក៏បានមកសួរឌឺអាប៉ែហ្វាំងហៅថាចុកអីចុកអីចុកអីមិនដែរមានអារម្មណ៍មិនដែរបន្ទាប់ពីស៊ីកដាប់ដៃរបស់ខ្ញុំហើយអាប៉ែហ្វាំងហៅក៏បាននិយាយតែក្តៀនអាចថាហេតុអ្វីបានជាឯងមានល្បឿនលឿនបែបនេះចំណែកយេយុនក៏ថ្លង់នឹងសម្ដីឆ្កែពេលរូគេក៏បានចាក់ក្បាលរបស់ហ្វាំងហៅនឹងបានស្រូបយកថាមពលបិសាចរបស់ហ្វាំងហៅតែធ្វើឲ្យប៉ែហ្វាំងហៅគឺពិតជាមានការជួយចាប់មែនតើហើយយេយុនក៏ទទួលបានពិន្ទុចំនួន150ពិន្ទុបន្ថែមទៀតហើយនៅពេលដែរគឺធ្វើឲ្យកូនចៅរបស់ហ្វាំងហៅរូគេគឺពិតជាមានការភ័យខ្លាចមែនតើហើយរូគេក៏បានសំពះសុំយេយុននឹងកុំឲ្យសម្លាប់រូគេអីដោយរូគេសុខចិត្តធ្វើជាឆ្កែបំរើរបស់យេយុនប៉ុន្តែសូមទុកជីវិតឲ្យរូគេផងកាត់ចូលមកកន្លែងភ្នំនេះវិញយេយុនក៏ធ្វើការមកតែកម្លាំងរបស់គេនៅពេលនោះដែររូគេក៏បានទៅវាយដើមឈើមួយតែធ្វើឲ្យដើមឈើជាច្រើនត្រូវបានបាក់ខ្ទេចហើយជ្រូកព្រៃមួយក្បាលក៏ត្រូវបានស្លាប់ផងដែរដោយយើងមើលទៅកម្លាំងរបស់យេយុនពេលនេះគឺគេពិតជាខ្លាំងមែនតើនៅពេលដែលយេយុនសម្លាប់ជ្រូកព្រៃមួយក្បាលរូគេក៏ទទួលបាន50ពិន្ទុបន្ថែមទៀតតែស្រាប់ពេលដែរគឺធ្វើឲ្យយេយុនរបស់យើងនឹងក៏ទទួលបាននូវឥទ្ធិពលបន្ថែមទៀតផងដោយយើងមើលទៅប្រព័ន្ធ system នេះគឺវាពិតជាអស្ចារ្យមែនតើមិនត្រឹមតែអាចលេបថាមពលនោះទេវាក៏អាចលេបគ្រាប់ថ្នាំផងដែរនៅពេលដែលយេយុនឲ្យប្រព័ន្ធនោះបានលេបត្របាក់នៅថ្នាំនោះហើយគ្រាប់ថ្នាំក៏ប្រមូលផ្ដុំវិញ្ញាណលំដាប់ទី1បញ្ចូលទៅក្នុងគ្រាប់ថ្នាំលំដាប់ទី2ប៉ុន្តែប៉ុណ្ណោះយេយុនក៏ទទួលបាន500ពិន្ទុជាបទពិសោធន៍ផងដែរដោយគ្រាប់ថ្នាំវិញ្ញាណនៅលំដាប់ទី2នោះគឺអាចបន្ថែមលើការបណ្ដុះបណ្ដាលអ្នកក្បាច់គុណបានដូច្នេះយេយុនត្រូវតែសម្លាប់ជ្រូកព្រៃទាំងអស់នោះដើម្បីយកថ្នាំមកបន្សុទ្ធរាងកាយរបស់គេនៅពេលនោះដែរយេយុនក៏ធ្វើការសម្លាប់ជ្រូកព្រៃទាំងអស់នោះ
ហើយជ្រូកព្រៃនីមួយៗគឺមាន50ពិន្ទុជាបទពិសោធន៍ប៉ុន្តែលក្ខខណ្ឌក្នុងការប្រយុទ្ធនេះរូបយាយូគឺមិនឲ្យមានរបួសនោះឡើយប្រសិនបើជាគេមានរបួសរូបគេនឹងមិនទទួលបានពិន្ទុឬក៏ថាមពលអ្វីនោះឡើយខណៈពេលនោះដែរប្រព័ន្ធក៏បានបញ្ជាក់ថាមានបិសាចមួយនៅចម្ងាយប្រហែល30ម៉ែត្រដែលស្ថិតនៅភាគនិរដីបន្ទាប់ពីសម្លាប់ពួកជ្រូកព្រៃនេះហើយរូបយាយូក៏បានចាក់ចេញពីទីកន្លែងនោះបាទទៅពីព្រោះថារូបគេគឺបានអស់កម្លាំងហើយដូច្នេះគេត្រូវតែមកផ្ទះដើម្បីសម្រាកសិនដើម្បីហ្វឹកហាត់បង្កើនថាមពលរបស់គេបន្តទៀតបន្ទាប់មកយាយូរបស់យើងក៏ធ្វើការចង់ទៅសម្រាកចឹងណាប៉ុន្តែនៅពេលដែលយាយូបានបើកទ្វារចេញមកក៏ស្រាប់តែលេចចេញនឹងបុរសម្នាក់ដែលប៉ែម្នាក់នឹងមានឈ្មោះថាយាយគុណដែលរូបគេមានកម្រិតដល់6ឯណោះហើយយាយគុណនេះហើយដែលបានដាក់ថ្នាំបំពុលចង់សម្លាប់យាយគុណរបស់យើងចឹងណាភ្លាមនោះដែរយាយគុណក៏បានមើលឃើញកម្រិតរបស់យាយយន្តដែលកម្រិតរបស់យាយយន្តនឹងមានកម្រិត5ប៉ុន្តែយាយគុណរបស់យើងមិនបានខ្វល់អ្វីនោះទេទោះបីជាកម្រិតប៉ុណ្ណាក៏ដោយក៏រូបគេមិនបានខ្វល់អ្វីនោះដែរស្រាប់ពេលនោះដែរអាប៉ែយាយគុណក៏ធ្វើការដកដាវរបស់គេដើម្បីទៅសម្លាប់យាយយន្តចឹងណាហើយរូបគេក៏បាននិយាយថាខ្ញុំនឹងសម្លាប់ឯងដោយដៃរបស់ខ្ញុំប៉ុន្តែមិនទាន់តែបានសម្លាប់យាយយន្តផងយាយយន្តក៏បានមកចាប់អាប៉ែយាយគុណជាប់បាត់ទៅហើយដែលធ្វើអាប៉ែយាយគុណនឹងមានការងឿឆ្ងល់មែនទែនចុយអានេះលឿនម៉េចភ្លាមនោះដែរយាយគុណមិនបង្អង់យូរនោះទេរូបគេក៏ចាប់កាត់បំបាក់ដៃរបស់យាយគុណដែលធ្វើឲ្យយាយគុណពេលនេះគឺរូបគេពិតជាមានការឈឺចាប់មែនទែនហើយអាប៉ែយាយគុណក៏បាននិយាយថាហើយហ៊ានស្លាប់អញទិញក្រែមមកស៊ីហើយជាមួយឯងហើយយាយយន្តរបស់យើងគឺមិនបានស្ដាប់អ្វីនោះទេរូបគេក៏កាច់បំបាក់ឆ្អឹងរបស់យាយគុណតែម្ដងប៉ុន្តែយាយយន្តរបស់យើងមិនត្រឹមតែកាច់បំបាក់ដៃនោះទេរូបគេនឹងកាច់បំបាក់ជើងរបស់អាប៉ែយាយគុណទៀតហើយយើងមើលទៅអាប៉ែយាយគុណឡើងភ្នែកសតែម្ដងប៉ុន្តែមិនទាន់ទៅបានកាច់ជើងរបស់អាប៉ែយាយគុណផងគ្នារបស់អាប៉ែយាយគុណនឹងក៏ធ្វើការមកកាប់សម្លាប់យាយយន្តរបស់យើងស្រាប់ពេលនោះដែរយាយយន្តរបស់យើងក៏បានគប់អាប៉ែយាយគុណឲ្យទៅបុកនឹងកូនចៅរបស់គេប៉ុន្តែអាប៉ែយាយគុណនឹងនៅតែមិនទាន់ស្លាប់នៅឡើយទេបន្ទាប់មកអាប៉ែយាយគុណក៏បានបញ្ជាឲ្យកូនចៅរបស់គេទៅប្រយុទ្ធជាមួយយាយយន្តប៉ុន្តែមិនទាន់ទៅបានប៉ះយាយយន្តបន្តិចផងយាយយន្តក៏បានប្រើលំពើរបស់គេវាប្រហារមុនបាត់ទៅហើយតែធ្វើឲ្យអាប៉ែម្នាក់នេះនឹងត្រូវបានបែកញើសជោគចង់រីអាចបាត់ទៅហើយស្របពេលនោះដែរយាយយន្តក៏ធ្វើការហក់មកច្របាច់កអាប៉ែមួយនោះសម្លាប់បាត់ទៅឥឡូវនេះនៅសល់តែយាយគុណមួយក្បាលប៉ុណ្ណោះដែលយើងមើលទៅយាយគុណរបស់យើងភ្លេចឡើងសអស់ហើយព្រោះតែគេភ័យពេកហើយយាយយន្តក៏បានដើរចូលទៅនឹងបាននិយាយថាតែឯងចូលចិត្តបំពុលមនុស្សមែនទេស្របពេលនោះដែរយាយយន្តរបស់យើងក៏ធ្វើការទៅដុតសម្លាប់អាប៉ែយាយគុណហើយយាយយន្តក៏បានធ្វើការទៅចាប់ក្បាលអាប៉ែម្នាក់នោះទៀតហើយបន្ទាប់មកយាយយន្តក៏បាននិយាយថាតែអ្នកចង់សងសឹកលើខ្ញុំមែនទេកុំបារម្ភអីអ្នកមិនអាចមានឱកាសនោះម្ដងទៀតនោះឡើយបន្ទាប់មកយាយយន្តរបស់យើងក៏បានច្របាច់ក្បាលរបស់អាប៉ែយាយគុណបញ្ចប់ជីវិតពេលនោះទៅហើយយាយយន្តរបស់យើងក៏ទទួលបានមាសចំនួន1500មុខប៉ុន្តែយាយគុណមិនទាន់បានស្លាប់នោះឡើយទេរូគេនៅនិយាយបបោចដដែលខណៈពេលនេះហើយយាយគុណរបស់យើងក៏ត្រូវបានបាត់បង់ជីវិតបាត់ទៅហើយនៅពេលដែលយាយយន្តបានស្លាប់អាប៉ែយាយគុណហើយរូគេក៏ទទួលបាននៅសោមួយនៅពេលដែលយាយគុណទទួលបានសោនេះហើយរូគេក៏បាននិយាយទៀតថារូគេនឹងលុបដានធានឯកជនរបស់យាយគុណទាំងអស់ប៉ុន្តែយើងមិនទាន់ដឹងទេថានៅពេលដែលឪពុករបស់យាយគុណបានឃើញទស្សនវិជ្ជាកូនបែបនេះតើរូបគាត់នឹងអាចទទួលនូវអារម្មណ៍មួយនេះបានដែរឬទេដែលឪពុករបស់គេមានឈ្មោះថាយាយឆាងហើយក៏ជាប្រតិចារនៃគ្រួសារយាយផងដែរមិនតែប៉ុណ្ណោះរូគេមានជំនាញក្នុងការជញ្ជក់ឈាមដល់កម្រិតទី2ឯណោះប៉ុន្តែយើងមិនទាន់ដឹងទេថាតើយាយយន្តរបស់យើងនឹងអាចតស៊ូជាមួយនឹងគាត់បានដែរឬទេពីព្រោះថាល្បឿនវាយប្រហាររបស់យាយយន្តពេលនេះគឺមិនមែនជាគូប្រជែងរបស់យាយឆេងឡើយប៉ុន្តែមានរឿងមួយដែលធ្វើឲ្យយាយយន្តអាចតស៊ូឈ្នះគាត់បានគឺរូគេត្រូវតែបណ្ដោះថាមពលរបស់គេឲ្យលឿនជាងនេះបន្ថែមទៀតស្រាប់ពេលនោះដែរស៊ីស្ទឹមក៏បានបញ្ជាក់ឲ្យឃើញថាកំណប់ទ្រាប់មានចម្ងាយនៅ5ម៉ែត្រទៀតនៅឯភាគឯខ្នែឯណោះបន្ទាប់មកយាយយន្តរបស់យើងគឺមិនបង្អង់យូរនោះទេរូគេក៏បានយកសោដែលបានពីយាយគុណហ្នឹងទៅបើកបន្ទប់មួយនោះនៅពេលដែលយាយយន្តបានបើកទ្វារមកវ៉ាក៏ស្រាប់តែមាននៅមាសពេជ្រកែវកងជាច្រើនហើយក៏មាននៅសម្ភារៈក៏ដូចជាសិភៅជាច្រើនទៀតហើយបន្ទាប់មកយាយយន្តរបស់យើងក៏បានអត់ប្រព័ន្ធរបស់គេនឹងលេបត្របាក់នៅអ្វីដែលមាននៅក្នុងនេះទាំងអស់ទីបំផុតទ្រព្យសម្បត្តិក៏ដូចជាអ្វីទាំងអស់របស់យាយឆេងក៏ត្រូវបានយាយយន្តរបស់យើងនឹងយកទាំងអស់ប៉ុន្តែប៉ុណ្ណោះបន្ទាប់ពីយាយយន្តរបស់យើងបានស្រូបយកអ្វីទាំងអស់នេះហើយរូគេក៏ទទួលបាននៅ2000ពិន្ទុជាបទពិសោធន៍ថែមទៀតផងហើយនៅពេលដែលប្រព័ន្ធបានលេបត្របាក់នៅថ្នាំដែលមានកម្រិត2នោះយាយយូក៏ទទួលបាននៅចំនួន2500ពិន្ទុជាបទពិសោធន៍បន្ថែមទៀតជាបន្តទៀតប្រព័ន្ធក៏បានលេបត្របាក់នៅដាវអាយុរ៉ាហើយយាយយន្តក៏ទទួលបាននៅក្បាច់គុណដាវពន្លឺស្មារតីបន្ទាប់ពីយាយយូបានលេបត្របាក់នៅអ្វីទាំងអស់ហើយរូគេក៏ឡើងដល់កម្រិតទី9ប៉ុន្តែវាមិនទាន់អស់នោះទេប្រព័ន្ធក៏បានរកឃើញនៅដាវវិញ្ញាណលំដាប់ទី3ហើយយាយយន្តរបស់យើងក៏ធ្វើការរក្សាដាវទាំងអស់នោះចូលទៅក្នុងប្រព័ន្ធទាំងអស់ប៉ុន្តែនៅពេលដែលយាយយន្តត្រូវការដាវនោះគឺគ្រាន់តែហៅដាវនោះមកដាវនោះនឹងមកភ្លាមដោយយើងមើលទៅយាយយន្តរបស់យើងគឺពិតជាគំនិតខូចមែនតើគឺប្រៀបបានដូចជាអារ៉ាស្មាច់អញ្ចឹងហើយគេក៏បាននិយាយទៀតថា
ថ្ងៃណាមួយរបស់យាយឆេងទាំងអស់នឹងក្លាយជារបស់គេគ្មានសល់បន្ទាប់មកយាយយន្តរបស់យើងក៏បានចាកចេញពីទីកន្លែងនោះបាត់ទៅហើយបន្ទាប់មកសាច់រឿងរបស់យើងក៏សូមស្ដីតែត្រឹមនេះសិនសូមរងចាំនៅភាគ2ជាមួយ admin ទាំងអស់គ្នាហើយ admin ក៏សូមអរគុណចំពោះអ្នកទាំងអស់គ្នាដែលបានតាមដានវីដេអូរបស់ admin ដល់ចប់សូមជូនពរអ្នកទាំងអស់គ្នាជួបតែពុទ្ធពរ4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីឃ្លាតឃ្លាឡើយសូមអនុមោទនាបុណ្យសាធុសាធុសាធុ